ជាគណៈប្រតិភូគណៈកម្មការណាគណៈកម្មាធិការរៀបចំឈ្មោះសិស្សដែលចូលរៀនចាខាងផ្នែកសង្គមកិច្ចណាចាតនវាយចូលខាងផ្នែកសង្គមក្រសួងសង្គមកិច្ចបានសិស្សសារស័ក្តិបានសិស្សសានុសិស្សចប់វិទ្យាល័យឬចប់អនុវិទ្យាល័យអាចចូលធ្វើការបានក្នុងមជ្ឈមណ្ឌលការងារចាទី1ក្មេងដែលពីទូចមកក្មេងខ្លះអត់មានម៉ែឪទេក្មេងខ្លះក្មេងកំព្រាទេចាដែលជនអនាមិកលួចចេញពីពេទ្យមកដើម្បីក្មេងមួយចំនួនដើម្បីដាក់លក់ជាគីឡូថ្លឹងគីឡូលក់ធ្វើជាទឹកស៊ុបចាអាហ្នឹងក្រុមដូចជានាគខ្មៅខ្លាសហើយនឹងទៅចកសមុទ្រចាក្រុមហ្នឹងប្រយ័ត្នឲ្យមែនតែនចាព្រោះក្មេងមួយចំនួនបាត់ដោយសារការធ្វើទឹកស៊ុបចានៅប្រទេសកម្ពុជាត្មងខ្ញុំឃើញការជាក់ស្ដែងក្មេងខ្លះជួយបានមួយចំនួនទៅក្មេងខ្លះมันបានជួយវាជាសោកនាដកម្មមួយនៅក្នុងប្រទេសកម្ពុជាយើងចាហើយក្មេងខ្លះគាត់រស់រៀនមានជីវិតហើយអ្នកស្រុកជួយបានអញ្ចឹងហើយគ្រប់សាលារៀននៃបឋមសិក្សាទាំងអស់ចាពេលគាត់អត់មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់គាត់នៅក្នុងក្រុមគ្រួសាររបស់បងប្អូនសូមបញ្ចូលឈ្មោះនៅក្នុងសាលារៀនឲ្យគាត់ផងចាគាត់ដាក់ឈ្មោះនៅខ្លួនឯងកុំធ្វើដូចការសម័យខ្ញុំគ្រាន់តែដាក់ឈ្មោះមិនឲ្យចូលរៀនគ្មានឪពុកម្ដាយក៏មិនឲ្យចូលរៀនណាគ្មានជាក្រិតអនាធិបតេយ្យនោះទេចាគឺអនុជាក្រិតអនាធិបតេយ្យវិញចាពាក្យហ្នឹងប្រហែលជាបងប្អូនមិនដែលឮហើយក៏មិនយល់ដែរចាគឺអនុសេរីភាពរបស់កុមារណាដែលគាត់មានអាយុចូលរៀនចាប់ពី5ឆ្នាំរហូតដល់7ឆ្នាំសូមបងប្អូនដាក់ឈ្មោះតាមអាណាព្យាបាលមួយចំនួនដែលគាត់ប្រាប់ថាក្មេងហ្នឹងរើសយកមកចិញ្ចឹមសូមបញ្ចូលឈ្មោះនៅក្នុងសាលារៀនបឋមសិក្សាគ្រប់ខេត្តក្រុងដើម្បីឲ្យគាត់មានសិទ្ធិចូលរៀនដូចជាដូចឯងដែរគាត់ក៏មិនដឹងជាកូនអ្នកណាអីអ្នកណាចេះតែរើសយកមកចិញ្ចឹមរួចផុតពីណាក្រុមទាំង3ដែលខ្ញុំប្រាប់ហ្នឹងមានចកសមុទ្រខ្លាខ្មៅចាហើយនឹងខ្លាសមុទ្រក៏មានដែរចាដែលដឹកជញ្ជូនក្មេងយកទៅលក់ថ្លឹងគីឡូធ្វើជាទឹកស៊ុបណាបងប្អូនចឹងហើយសូមឲ្យគ្រូគ្រប់សាលាអនុគ្រោះនៃឈ្មោះក្មេងៗសូមបញ្ចូលឈ្មោះឲ្យគាត់បានចូលរៀនមានសេរីភាពអនាធិបតេយ្យឲ្យគាត់ផងចាមិនមែនយើងមានសិទ្ធិចាំតែមានសិភៅគ្រួសារបានអាចបញ្ចូលឈ្មោះគាត់បានទេក្មេងមួយចំនួនប្រជាពលរដ្ឋប្រទេសកម្ពុជាគាត់រើសយកមកចិញ្ចឹមក៏មានចឹងការដាក់តាមផ្ទះចឹងការប្រជាជនជួយយកមកវារួចគ្រោះភ័យនៃការកាត់សម្លាប់គ្នាទៅវិញទៅមកចាក្នុងភូមិក្នុងស្រុកវាចលាចលនៃការឈ្លានពានរបស់ក្រុមប្រហែលក្រុម4-5ក្រុមខ្លាខ្មៅនាគខ្មៅអីហ្នឹងណាដែលដឹកជញ្ជូនក្មេងយកទៅលក់ធ្វើជាទឹកស៊ុបបានរួចជីវិតប៉ុណ្ណាសូមបញ្ចូលឈ្មោះឲ្យគាត់បានរៀនសូត្រនឹងគេផងណាសេរីភាពអនាធិបតេយ្យរបស់ប្រទេសកម្ពុជាគឺផ្ដល់សិទ្ធិឲ្យក្មេងចូលរៀនឲ្យបានត្រឹមត្រូវទោះគ្មានសិភៅគ្រួសារអត្តសញ្ញាណប័ណ្ណត្រឹមត្រូវចាប់ពី5ឆ្នាំរហូតដល់7ឆ្នាំចាក្មេងបានចូលរៀនបានចា